អាចតាមប្រភពព័ត៌មានដែលនេត្រាផុសឆ្លងឆ្លើយជាមួយលោកនងវិធីប្រធានរដ្ឋបាលខេត្តបន្ទាយមានជ័យស្ដីអំពីការចាប់ជនសង្ស័យជាជនជាតិថៃទៅតាមប្រភពព័ត៌មានដែលបានធ្វើអំពើឃាតកម្មអីជាដើមទៅលើចាក់សម្លាប់ខ្មែរម្នាក់និងរបួសធ្ងន់ម្នាក់អីនេះជានីតិវិធីបន្តរបស់ខាងកិច្ចការអាជ្ញាធរមានសមត្ថកិច្ចប៉ូលីសព្រំប្រទាននិងអ្នកមានសមត្ថកិច្ចផ្សេងទៀតក៏ប៉ុន្តែអ្វីដែលខ្ញុំលើកឡើងពេលនេះក៏ចង់អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងប្រជាពលកររបស់យើងនៅក្នុងដីកម្ពុជាដីថៃនៅគៀកព្រំដែនក្តីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងជនជាតិថៃពីព្រោះអាចនឹងជនជាតិនេះមានគំនុំផ្សេងដោយបញ្ហាជាតិនិយមជ្រុលបញ្ហាគំនុំផ្សេងទៀតទៅលើការវាស់វែងបច្ចេកទេសព្រំដែនអីជាដើមមិនពេញចិត្តមិនសប្បាយចិត្តពីជនជាតិនេះអីក៏យើងមិនអាចថាបានឬមួយដោយសារតែមានបញ្ហាវិបត្តិសេដ្ឋកិច្ចដោយសារតែរដ្ឋាភិបាលយោធានិងរដ្ឋាភិបាលរបស់ថៃបិទព្រំដែនធ្វើឲ្យប្រជាពលរដ្ឋនៅតាមព្រំដែននិងប្រជាពលរដ្ឋផ្សេងទៀតរបស់ថៃជួបនៅវិបត្តិនាំទៅដល់វិបត្តិកើតជំងឺផ្លូវចិត្តនិងជំងឺជាតិនិយមជ្រុលហើយគុំគួនទៅលើបងប្អូនជនជាតិខ្មែរយើងដោយដែលយើងឃើញកងទ័ពកន្លងទៅរំលោភបោកជាមួយស្ត្រីខ្មែរហើយឥឡូវនេះមានសម្លាប់ខ្មែរយើងទៅទៀតនេះតាមប្រភពព័ត៌មាននេតាផុសបានបញ្ជូនបានផ្សព្វផ្សាយនេះចឹងហើយបងប្អូនយើងតោងប្រយ័ត្នប្រសិនបើមានធ្វើការជាមួយជនជាតិថៃឬក៏នៅក្បែរជនជាតិថៃនៅស្នាក់នៅក្បែរឬក៏ការដើរហើរជាដើមប្រសិនបើកំពុងតែស្ថិតនៅប្រទេសថៃក៏ដោយសូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតសុខសុវត្ថិភាពជាកត្តាសំខាន់បាទហើយប្រយ័ត្នគេលាបពណ៌ផ្សេងនាំទៅដល់មានទោសទណ្ឌទៅទៀតសំបីតែសម្លាប់គេហ៊ានដល់រំលោភបោកសម្លាប់អីហោហាយអញ្ចឹងនេះគ្រាន់តែជាសាររំលឹកនេះទេមិនបានបង្ហាញពីការរើសអើងទេយើងផ្អែកទៅលើប្រភពព័ត៌មានបាទដោយដែលយើងបានដឹងហើយថាជនជាតិថៃមានភាពសាហាវដែលបានប្រព្រឹត្តជាមួយកម្ពុជាកន្លងទៅក៏ដូចជាជាមួយសាសដទៃក៏មានផងដែរប៉ុន្តែជាមួយកម្ពុជាយើងកន្លងទៅថ្មីនេះបានបញ្ជាក់ពីភាពសាហាវរបស់ជាតិសាសន៍នេះហើយទាំងអស់នេះវាកើតចេញអំពីដោយដែលខ្ញុំបានរៀបរាប់ខាងដើមបញ្ហានយោបាយជ្រុលនិយមបញ្ហាការបំភ្លៃប្រវត្តិសាស្ត្របញ្ហាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបញ្ហាកើតជំងឺបាក់ទឹកចិត្ត stress ដោយសារតែរដ្ឋាភិបាលនិងយករបបយោធារបស់ថៃมันបានបំពេញនៅតម្រូវការប្រជាជនថៃស្ដារសេដ្ឋកិច្ចមានបញ្ហាគ្រោះមហន្តរាយរួមរឹតអីជាដើមទាំងអស់នេះសិតតែនាំទៅដល់វិបត្តិផ្លូវចិត្តរបស់ប្រជាជាតិថៃនេះហើយនាំទៅដល់ការរើសអើងមកដល់កម្ពុជាយើងរហូតដល់ធ្វើឃាតកម្មសម្លាប់រំលោភបោកឈ្លានពានបំពានយកអីជាដើមអញ្ចឹងសូមប្រុងប្រយ័ត្នខ្ពស់បំផុត